បាទសូមអញ្ញាតគោរពនឹងជំរាបសួរទៅកាន់អាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍រយៈពេល3ថ្ងៃសម្រាប់ខ្ញុំបាទលួនសម្បូរដែលជាសិក្ខាកាមមួយរូបដែលបានចូលរួមនៅវគ្គវឹកវើរយៈពេល3ថ្ងៃអត្ថន័យនៃពាក្យថាជីវិតពេញលេញបរិបូរណ៍នេះគឺមាននៅក្នុងមេរៀន3ថ្ងៃនេះគឺពិតប្រាកដមែនបាទគឺខ្ញុំទទួលបានពិតប្រាកដដើម្បីឲ្យជីវិតយើងគឺពេញលេញយើងត្រូវមាន3ត្រូវមានសុខភាពល្អត្រូវមានលុយជាទ្រព្យធនហើយត្រូវមានពេលវេលាអញ្ចឹងជាទូទៅកន្លងមកនេះគឺយើងមាន1ឬក៏មាន2នៅក្នុងចំណោម3បាទអាចមានលុយខ្វះពេលអាចមានពេលខ្វះលុយអាចមានលុយមានពេលតែខ្វះសុខភាពអញ្ចឹងជីវិតវាអត់ពេញលេញអញ្ចឹងដល់ពេលដែលយើងមកសិក្សារយៈពេល3ថ្ងៃនេះខ្ញុំទទួលបានពីរបៀបនៅក្នុងការរៀបចំធ្វើម៉េចឲ្យខ្លួនយើងគឺមានជីវិតដែលពេញលេញដោយបរិបូរណ៍ពិតប្រាកដហើយនៅក្នុងនេះគឺទទួលបានផលចំណេញជាច្រើនយើងអាចនិយាយបានថាកាត់ថ្លៃមិនបាននៅចំណេះចេះដឹងដ៏មហាសាលបើប្រៀបធៀបជាលុយគឺมันអាចយកមកធៀបបានទេរយៈពេល3ថ្ងៃនេះអញ្ចឹងកាលពីមិនទាន់រៀនខ្ញុំក៏ជាអ្នកជំនួញម្នាក់ដែរប៉ុន្តែការធ្វើជំនួញរបស់យើងនេះគឺវាមានជោគជ័យវាមានបរាជ័យមានឡើងមានចុះអញ្ចឹងជីវិតមួយនេះគឺយកជីវិតខ្លួនឯងធ្វើជាដើមទុននៅក្នុងការពិសោធន៍អញ្ចឹងហើយអត់មានអ្នកតម្រែតម្រង់ទិសដៅឲ្យយើងដើរឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យយើងជោគជ័យហើយវាបរាជ័យត្រឡប់មកវិញអញ្ចឹងការជោគជ័យហើយនឹងបរាជ័យត្រឡប់មកវិញនេះវាធ្វើឲ្យយើងខាតពេលវេលាហើយមិនត្រឹមតែប៉ុណ្ណោះទេធ្វើឲ្យយើងខាតទាំងដើមទុនខាតទាំងលុយកាក់អញ្ចឹង3ថ្ងៃនេះគឺជាវគ្គដ៏ពិសេសបំផុតដែលអាចធ្វើឲ្យយើងចំណេញលុយដ៏មហាសាលហើយក៏ចំណេញទាំងពេលវេលាដែរព្រោះអីបើមិនចឹងទេយើងនឹងយកដើមទុនជីវិតទាំងស្រុងនេះយកទៅចាប់ដើមធ្វើអាជីវកម្មឡើងវិញហើយក៏នឹងជួបរឿងដដែលចឹងខ្ញុំអាចនិយាយបានថាធ្វើឲ្យបញ្ញារបស់ខ្ញុំនេះចាប់ដើមដុះលូតលាស់ច្រើនជាងមុនហើយធ្វើឲ្យខ្ញុំមើលឃើញថាជុំវិញខ្លួននេះគឺសុទ្ធតែជាឱកាសពីមុនទាំងដែលយើងមើលឃើញថាជុំវិញខ្លួនយើងសុទ្ធសឹងតែជាបញ្ហាតែយើងបានក្រោយពេលដែលយើងបានសិក្សា3ថ្ងៃត្រឡប់មកវិញម្ដងទៀតនេះគឺធ្វើឲ្យយើងមើលឃើញជុំវិញខ្លួនសុទ្ធសឹងតែជាឱកាសកលេចទៅណាក៏យើងអាចមើលឃើញថានោះគឺសិតតែជាឱកាសពិតប្រាកដមែនហើយមិនត្រឹមតែប៉ុណ្្នឹងទេធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានថាមពលពេញលេញទាំងថាមពលផ្លូវកាយទាំងថាមពលផ្លូវចិត្តទាំងថាមពលផ្នែកបញ្ញាខ្ញុំពិតជាមានសេចក្តីសោមនស្សនឹងរីករាយក៏ដូចជាការដឹងគុណដល់ក្រៃលែងចំពោះសាស្ត្រាចារ្យបណ្ឌិត Johnny តែលោកខំចំណាយពេលវេលាទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាបាទលះបង់ដើម្បីមកចែករំលែកនៅចំណេះដឹងរយៈពេល3ថ្ងៃនេះដែលអាចឲ្យខ្ញុំយកចំណេះដឹងទាំងអស់នេះទៅប្រើប្រាស់ក្នុងមួយជីវិតរបស់ខ្លួនឯងនេះឲ្យជីវិតគឺពិតជាពេញលេញបរិបូរណ៍ដូចជាអត្ថន័យនៃមេរៀនដែលថាផ្លាស់ប្ដូរនៅផ្នត់គំនិតឡើងវិញដើម្បីឲ្យជីវិតពេញលេញបរិបូរណ៍ក៏សូមគោរពជូនពរទៅកាន់សាស្ត្រាចារ្យបណ្ឌិត Johnny សូមឲ្យជួបតែនឹងសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលាបាទសូមអរគុណ